អរុនសុស្ដីពីច្រឡំក្នុងជីផាត់បន្ទាប់ពីក្រោកមកមើលទេសភាពពេលព្រឹកព្រលឹមចំពេលถึงធ្លាក់1មេត្រតូចផងជាមួយមីក្តៅឆុងមីចំពេលហើយល្មមក្លែមជាមួយនឹងរសជាតិធម្មជាតិទេសភាពបៃតងចោអាប់មកប៉ះខ្លួនបានត្រជាក់ស្ដាប់សំឡេងទឹកហូរជាមួយមិត្តសម្លាញ់និងនៅយកចិត្តអារម្មណ៍បែបនេះក៏ជាធូរស្រាលបេះដូងដល់ហើយដំបូងយើងថាចេញទៅលេងទឹកធ្លាក់អូមលូដែលជាល្បីក្នុងទីព្រឹកតែផែនការប្រែប្រួលក៏បានសាងអនុស្សាវរីយ៍ច្រកភ្លៀងជុំគ្នាស្ដាប់ភ្លេងឈឺញ៉ាំមីក្តៅហុយទៅវិញភ្លៀងធ្លាក់នៅពេលព្រឹកព្រលឹមបរិយាកាសល្អខ្លាំងពេកក៏មកស្ដាយចុះលេងទឹកហែទឹកកាត់ភ្លៀងជាមួយនឹងអូនមកទៅចាំតាទៀតនៅឃើញការនៅក្មេងៗសាលួចមកតាទៅលេងទឹកជាមួយនឹងពូម៉ាក់ស្រឡាញ់ខ្ញុំអាពេកកូនតាតាកងភូមិស័យតោះរាំងភ្លាមយើងបន្តដំណើរស្វែងរកកន្លែងដែលគេល្បីល្បាញភ្លាមបើទោះបីជាស្អាតប៉ុណ្ណាក៏ដោយបើសិនជាពួកយើងអត់ទាន់បានឃើញនៅផ្នែកផ្ទាល់ទេដាច់ខាតវានៅតែជាក្តីសមប៉ុណ្ណោះយើងទៅមុខតទៀតទៅគេទៅយកមកតោះយើងទៅមុខទៀត go អូអានេះស្អាតជាងគេថតឲ្យទៀតខ្ញុំថតឲ្យអញ្ចឹងមិនដឹងឃើញខ្លួនឯងវាស្អាតដូចឡើងវ៉ាវខ្ញុំទៅថតចូលវាជួយស្អាតម្ល៉េះស្អាតមើលចូលថាទឹកធ្លាក់វាស្អាតពេកចាំបានថាយើងមកមិនដឹងថាពេលយើងមកជួបតួហើយណាយើងគេថតហើយអត់ដូចគ្នាហ្មងវ៉ាវនេះហើយជាសម្រស់ទឹកធ្លាក់អូមលូដែលគេល្បីថាទឹកធ្លាក់នៅទីនេះគឺមានទឹកធ្លាក់ចុះពីផ្ទាំងថ្មធំហើយបើចង់សួរថាធំប៉ុណ្ណាមើលតាមមនុស្សឈរក្នុងវីដេអូនេះទៅតូចប៉ុនសម័យហ្នឹងមានព្រៃឈើធម្មជាតិជុំវិញអាចជិះម៉ូតូឬ explore ចូលក្នុងព្រៃក៏បានហែទឹកជ្រោះទឹកត្រជាក់ដល់ឆ្អឹងចាក់អង្គាស្ទូចត្រីស័ក្តិសមបំផុតហ្មងសម្រាប់អ្នកដែល camping hiking និងថតរូប adventure ស្អាតនៅទីនេះស្អាតខ្លាំងនារដូវវស្សាចាប់ពីខែមិថុនាដល់ខែវិច្ឆិកាដោយសារមានទឹកច្រើនទេសភាពមានពណ៌ចម្រុះបែបធម្មជាតិស្អាតបំផុតហ្មងពេលមកដល់តំបន់ទឹកធ្លាក់នេះអ្នកទាំងអស់គ្នានឹងឃើញព្រៃបៃតងអាកាសធាតុត្រជាក់និងសំឡេងទឹកហូរលាយជាមួយនឹងសំឡេងសត្វព្រៃធ្វើឲ្យអារម្មណ៍យើងស្ងប់ស្ងាត់ខ្លាំងមែនទែននៅពេលព្រឹកមានអប្សរាស្រាប្រោបលើផ្ទៃព្រៃភ្នំហើយនៅពេលល្ងាចថ្ងៃលិចមានអាកាសធាតុចុះកាន់តែត្រជាក់ទៅធ្វើឲ្យយើងចង់អង្គុយស្ដាប់ធម្មជាតិអត់ចង់ត្រឡប់មកវិញទេគួរឲ្យស្ដាយមែនទែនដែលយើងអាចបានបោះតង់នៅទីនេះឥឡូវនេះពួកយើងក៏បន្តទៅស្វែងរកទីតាំងមួយទៀតដែលនៅទីនោះក៏ស្ថិតនៅក្នុងតំបន់ជីផាត់ដែរគឺភូមិទឹកស្រាយើងបានទៅដល់ទីនោះគឺនៅពេលថ្ងៃត្រង់នៅទីនេះយើងមាន activity ដើម្បីលេងជាច្រើនដូចជាជិះកាយ៉ាក់តាមដងស្ទឹងហែទឹកលេងស្ទូចត្រីថតរូបស្អាតពេលថ្ងៃលិចនិងថ្ងៃរះបើសិនជាអ្នកទាំងអស់គ្នាសំណាងមេឃស្រឡះយប់ឡើងយើងអាចមើលផ្កាយបានទៀតផងចំណែកឯពេលល្ងាចវិញពន្លឺពណ៌មាសឆ្លុះលើផ្ទៃទឹកបង្កើតទេសភាពស្រស់ស្អាតខ្លាំងមែនទែនអមនឹងសម្រស់ភ្នំធំពីចម្ងាយអង្គុយផឹកកាហ្វេស្ដាប់បទភ្លេងស្រាលជជែកគ្នាលេងជាមួយមិត្តភ័ក្តិបោះតង់មាត់ទឹកមើលទឹកហូរស្ងប់ស្ងាត់មានខ្យល់ត្រជាក់ដកដង្ហើមស្រូបយកបរិយាកាសនៃធម្មជាតិបរិសុទ្ធនៃជួរភ្នំបៃតងពីចម្ងាយហើយនៅទីនេះគេហៅថាស្រែអំបិល camping
អ្វីដែលពិសេសជាងនេះទៅទៀតនៅជុំវិញស្រែអំបិលនេះមានកន្លែងទេសចរជាច្រើនយើងអាចធ្វើដំណើរកម្សាន្តនៅទីនោះបានដូចជាទឹកធ្លាក់តាតៃទន្លេតាតៃជីផាត់និងស្ទឹងពង្រូលជាន់ក្រោមត្រូវចាំថាកន្លែងនីមួយៗនឹងផ្ដល់នៅបទពិសោធន៍ខុសៗគ្នាទាំងអស់ចាប់ពីការលេងទឹកដើរព្រៃរហូតដល់ការមើលសត្វព្រៃនិងទេសភាពធម្មជាតិដ៏កម្រ Done running from the same old place. He came for the river and ridges, for a map that he never outgrew. Like she'd always known where to go. And the trees leaning low through the heat and the green. She said, slow down, boy, let the miles turn clean. Real soulmate, real soulmate. That was the name of the day. Real soulmate, real soulmate. ជាការលើកទឹកចិត្តដើម្បីជំរុញទេសចរក្នុងស្រុកខ្ញុំសម្រេចចិត្តថានឹងបង្ហាញការចំណាយសរុបសម្រាប់ក្រុមធំគ្នា8នាក់នៅក្នុងដំណើរកម្សាន្ត2 3ថ្ងៃជូនអ្នកទាំងអស់គ្នាមើលណាការចំណាយថ្ងៃទី1ពីភ្នំពេញមកដល់ជីផាត់ទី1តើតើជាមួយនឹងការស្នាក់នៅបោះតង់គឺយើងចំណាយអស់$40សម្រាប់អាហារពេលព្រឹកជុំគ្នាគឺយើងអស់$25ហើយសម្រាប់អាហារនិងភេសជ្ជៈពេលល្ងាចឡើងជាគឺអស់$80អញ្ចឹងសរុបចំណាយទៅគឺនៅក្នុងថ្ងៃទី1យើងចំណាយអស់$140ចំពោះការចំណាយថ្ងៃទី2ពីជីផាត់រហូតទៅដល់ស្រែអំបិល camping អញ្ចឹងទី1គឺតើតើជាមួយនឹងថ្លៃស្នាក់នៅបោះតង់គឺអស់$40ថ្លៃអាហារពេលព្រឹកគឺយើងអស់$15សម្រាប់អាហារពេលល្ងាចនិងភេសជ្ជៈគឺរក្សា$80ដដែលដូច្នេះចំណាយថ្ងៃទី2នៅស្រែអំបិលពួកយើងចំណាយអស់$135ចំពោះការចំណាយថ្ងៃទី3ពីស្រែអំបិលមកភ្នំពេញវិញគឺមិនចំណាយច្រើនទេថ្លៃអាហារពេលព្រឹកយើងអស់តែ$10ចំណែកឯអាហារនិងភេសជ្ជៈនោះគឺយើងអស់តែ$40ទេសរុបចំណាយថ្ងៃទី3គឺយើងចាយតែ$40សរុបចំណាយក្នុងដំណើរកម្សាន្ត2 3ថ្ងៃនេះពួកយើងចំណាយអស់ត្រឹមតែ$320តែប៉ុណ្ណោះអញ្ចឹងនៅក្នុងម្នាក់ពួកយើងចំណាយត្រឹមតែ$40ក្នុងម្នាក់ប៉ុណ្ណោះមិនបូកថ្លៃសាំងជាមួយនឹងអាហារនិងភេសជ្ជៈតខ្លួននៅតាមដងផ្លូវយល់យ៉ាងណាដែរ$40បានដំណើរកម្សាន្តបែបនេះតាំងពីភាគ1រហូតដល់ភាគ2អ្នកទាំងអស់គ្នាអាចខមមិនខាងក្រោមបានបើសិនជាអ្នកទាំងគ្នាចង់ដឹងពីការចំណាយសរុបលម្អិតឬក៏លេខតំណែងនៅខាងកន្លែងដែលពួកយើងបានទៅលេងហើយចំពោះវីដេអូក្នុងដំណើរកម្សាន្តដូចនេះក៏ចប់ត្រឹមប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាអាចខមមិនអក្សរ G នៅខាងក្រោមវីដេអូនេះខ្ញុំនឹងប្រាប់ពីចំណាយលម្អិតផ្សេងៗទៀតជូនអ្នកទាំងអស់គ្នាដល់ទឹកថ្លៃហើយសំខាន់ណាស់អ្នកទាំងអស់គ្នានឹងអាចរៀបទីចេញទៅជុំគ្នាដល់លេងសប្បាយដូចយើងចោះជួបគ្នានៅវីដេអូក្រោយទៀតពីកំពូលភ្នំ Like he'd been saving it for you. Real soulmate, real soulmate. That was the name of the day. Real soulmate, real soulmate. Found him on a far off way. Yeah, warm heart, red phone hands. She made a home in the sand. Real soulmate, real soulmate. Right there where they stand. Barefoot boy, no more searching. Girl with a laugh in the wind. Two hearts right in the daylight, starting again and again.
Anh ấy cái hai chương của John Tupi mẹ. Rồi.